វីរៈមានសុខមាត្រនៅខេត្តពោធិ៍សាត់ពុកម៉ែគាត់កំពុងរងចាំវីរៈដើម្បីអបអរថ្ងៃចូលឆ្នាំខ្មែរជាមួយគ្នាវីរៈមកដល់ផ្ទះមុនថ្ងៃចូលឆ្នាំមួយថ្ងៃគាត់មានកាដូផ្ញើម៉ែមានអាវថ្មីផ្ញើឪហើយគាត់មានគម្រោងមួយនៅថ្ងៃចូលឆ្នាំពុកម៉ែចូលឆ្នាំនេះខ្ញុំមិនបាននៅស្រុកជាមួយពុកម៉ែទេមិនអញ្ចឹងកូនមែនហើយមួយឆ្នាំហូបបាយជុំគ្នាបានតែ2ដងហើយកូនឯងចង់ទៅណាបន្ទាប់មកវីរៈរកឃើញដំណោះស្រាយមួយអញ្ចឹង2ថ្ងៃដំបូងកូននៅចូលឆ្នាំជាមួយពុកម៉ែហើយ2ថ្ងៃទៀតកូនសុំទៅលេងសៀមរាបជាមួយមិត្តភ័ក្តិដោយសារតែកូនមានកម្រងជាមួយពួកគេយូរហើយម្យ៉ាងវាគឺជាពេលសម្រាប់ពីការងារផង2ថ្ងៃដំបូងវីរៈនិងឪពុកម្ដាយទទួលទេវតាឆ្នាំថ្មីយ៉ាងកក់ក្ដៅ2ថ្ងៃក្រោយគាត់ជួបជុំមិត្តភ័ក្តិនៅសៀមរាបបង្គោលដោយក្ដីរីករាយនេះជាវិធីសាស្ត្រឈ្នះឈ្នះរបស់វីរៈចុះអ្នកវិញ